មសួរបងប្អូនសិស្សានុសិស្សនេះជាគន្លឹះក្នុងការថ្លឹងសម័យកាលក្នុងមជ្ឈដ្ឋានបាសក្នុងការថ្លឹងសម័យកាលក្នុងមជ្ឈដ្ឋានបាសមានពីរវិធីនេះគឺគ្រូប្រាប់វិធីទី1សិនពីទៀតនឹងមានវិធីទី2យើងសម្គាល់ថាជាមជ្ឈដ្ឋានបាសគឺមានអង្ហាដកមុននឹងមជ្ឈដ្ឋានអាស៊ីតគឺមានហាបូកឥឡូវមជ្ឈដ្ឋានបាសគឺតួអង្គសំខាន់គឺមានអង្ហាដកអញ្ចឹងទី1ដើម្បីថ្លឹងមុនដំបូងគឺគេមើលធាតុផ្សេងក្រៅពីហាសនិងអូយើងថ្លឹងមុនដោយថែមមេគុណបន្ទាប់មកទៀតគឺថ្លឹងអូអង្គខាងណាខ្វះអូគេឲ្យថែមអូហាដកអង្គខាងណាដែលខ្វះហាគេឲ្យថែមទឹកពេលយើងថែមហើយអញ្ចឹងយើងអត់ទាន់ដាក់មេគុណទេដល់ពេលយើងដាក់មេគុណគឺយើងដាក់ធ្វើយ៉ាងម៉េចដាក់ដំណើរគ្នាពីមុខអូនិងមុខហាសដើម្បីឲ្យស្មើគ្នាទាំងហាសនិងអូអត់ថ្លឹងដូចក្នុងអាស៊ីតទេអាស៊ីតយើងថ្លឹងអូឲ្យស្មើហាសបើយើងថ្លឹងហាសឲ្យស្មើក្រោយប៉ុន្តែមជ្ឈដ្ឋានបាសគឺយើងថែមអូហាសដកហើយយើងថែមទឹកហើយទៅពេលយើងថែមមេគុណយើងថែមឲ្យដំណើរគ្នាដាក់ខាងមុខអូម៉ានមុខហាសម៉ានដើម្បីស្មើគ្នាទាំងសងខាងហើយចុងក្រោយគេគឺយើងថ្លឹងបន្ទុកដោយថែមអេឡិចត្រូននៅអង្គខាងណាដែលធំដូចអាស៊ីតដែរឧទាហរណ៍ថ្លឹងសម័យកាលដែលគូរ៉េដុកនេះក្នុងមជ្ឈដ្ឋានបាសជាងដំបូងបងអូនដាក់បែបនេះមកចឹង MnO4 ដាក់ខាងឆ្វេងហើយ MnO2 នៅខាងមុខព្រួយខាងស្ដាំចេះណាមុនគេយើងមើល Mn មើលម៉ងកាន់ដែរម៉ងកាន់ដែរចំនួន1ស្មើគ្នាអញ្ចឹងយើងអត់ថែមអីទៀតទេយើងមើល O ខាងឆ្វេងមាន4 O ខាងស្ដាំមាន2អញ្ចឹងខាងដែលខ្វះ O គឺនៅខាងស្ដាំខ្វះ O2 អញ្ចឹងយើងអត់ទាន់ដាក់2ដូចមុននេះណាយើងគ្រាន់តែថែម O5 ដកសិនដល់ពេលយើងថែម O5 ដកហើយយើងដឹងថាខាងឆ្វេងអត់មានហាសទេអញ្ចឹងខាងឆ្វេងខ្វះហាសយើងត្រូវថែមអីត្រូវថែមទឹកយើងថែម O5 ហើយថែមទឹកហើយយើងត្រូវថែមមេគុណថែមមុខទឹកនេះប៉ុន្មានថែមមុខ O5 នេះប៉ុន្មានដើម្បីឲ្យស្មើទាំង O ឲ្យស្មើទាំងហាសអញ្ចឹងយើងមើល O នៅខាងឆ្វេង O នេះមាន4បូក O នេះមួយមាន5ទាំងអស់5 MnO2 នេះមាន O2 O5 ដកមាន O1 ចឹង3O ខាងនេះ3ខាងឆ្វេង5ហើយហាសក៏អត់ស្មើគ្នាដែរអញ្ចឹងយើងដាក់មិនឲ្យស្មើបើសិននេះគ្រូដាក់មុខ O5 ដកនេះគ្រូដាក់ថា4បានន័យថា O មាន4ហាសមាន2សំទោសហាសមាន4 O មាន4ហាសមាន4អញ្ចឹង O4 បូក O នេះ2ទៀតអញ្ចឹង O6 ហើយហាស4ងាកមកខាងនេះវិញ O មាន4ហើយ O នេះមាន1អញ្ចឹងដើម្បី O6 យើងត្រូវថែមមុខទឹកនេះ2ថែម2ទៅ O បាន2ហើយហាសក៏បាន4ដែរអញ្ចឹងបែបនេះអញ្ចឹងយើងដាក់មុខនេះមក2 O ឃើញ2ហើយបូក O នេះ4 O6 ស្មើគ្នាមួយ O នេះ6ទៅពេលហាសនេះ2គុណនឹង2ហាស4ខាងនេះក៏ហាស4ដែរអញ្ចឹងស្មើទាំង O ស្មើទាំងហាសអញ្ចឹងយើងមកបន្ទុក MnO4 ដកបន្ទុកដក1នឹង1នេះ0ងាកមកខាងនេះ0ហើយ4 OHដកនេះគឺ4ដកអញ្ចឹងខាងនេះ4ដកខាងនេះ1ដកឯងអញ្ចឹងខាងណាធំជាងខាងឆ្វេងធំជាងអញ្ចឹងយើងថែមប្រមាណដើម្បីស្មើ4ដកអញ្ចឹងត្រូវថែម3អេឡិចត្រូន3អេឡិចត្រូនបានន័យថា3ដកព្រោះអេឡិចត្រូនបន្ទុកវាអវិជ្ជមានអញ្ចឹងដាក់វាចូលមកគឺវាដកឯងអញ្ចឹងដកនេះ1គុណ3ដក3បូកដកនេះ1ដក4អញ្ចឹង14ស្មើគ្នាចូលដល់វិធីទី2វិធីទី2គឺទី1ថ្លឹងធាតុផ្សេងក្រៅពីហាសនិងអូមុនដោយថែមមេគុណចំណុចទី2គឺយើងមើលអូនៅខាងអុកស៊ីតកថាវាមានអូលើសរ៉េដូកប៉ុន្មានយើងយកចំនួនលើសនោះមកគុណនឹង2ឃើញប៉ុន្មានយកមកដាក់មុខអូហាដកចំណុចទី3គឺថ្លឹងហាសអង្គខាងណាខ្វះហាសត្រូវថែមទឹកចុងក្រោយគេគឺថ្លឹងបន្ទុកដោយថែមអេឡិចត្រូននៅអង្គខាងណាដែលមានបន្ទុកធំអញ្ចឹងឧទាហរណ៍ជាក់ស្ដែងថ្លឹងសម័យកាលនៃគូរ៉េដុកនេះក្នុងមជ្ឈដ្ឋានបាសជាងដំបូងយើងដាក់បែបនេះមកអញ្ចឹងយើងមើល n n 1 n ខាងមុខព្រួយនេះ1ស្មើគ្នា
ខាងឆ្វេងនេះគឺជាអុកស៊ីតកចំណែកខាងស្ដាំគឺជារ៉េដូកឥឡូវយើងមើលអុកស៊ីតកមានអូប្រមាណមានអូ3ចំណែករ៉េដូកមានអូតែមួយឯងអញ្ចឹងលើសប្រមាណលើសរ៉េដូកប្រមាណ2អញ្ចឹងគេយកចំនួនដែលលើស2ហ្នឹងទៅគុណនឹង2យកមកដាក់មុខអូហាដកអញ្ចឹងខាងណាខ្វះអូហាដកខាងនេះខ្វះអូទៅថែមអូហាដកអញ្ចឹងយើងយក2ដោយសារអុកស៊ីតកមានអូ3រ៉េតកមានអូ1អញ្ចឹងវាលើស2យក2គុណនឹង2ស្មើនឹង4អញ្ចឹងយើងយកលេខ4ហ្នឹងមកដាក់មុខអូហាដកដាក់មុខអូហាដកឲ្យឃើញអូប៉ុណ្ណឹងហើយបានយើងថ្លឹងខាងនេះម្ដងខាងនេះអត់មានហាសទេអញ្ចឹងខ្វះហាសទៅថែមទឹកចេះអញ្ចឹងយើងដាក់មុខទឹកនេះដាក់ប៉ុន្មានដើម្បីឲ្យហាសស្មើគ្នាហាសខាងនេះមាន4ហើយអញ្ចឹងហាសនេះមាន2ដើម្បីហាសស្មើគ្នាយើងត្រូវដាក់2អញ្ចឹងដាក់2មកហាសស្មើ4ហាសស្មើ4ហាសស្មើគ្នាអញ្ចឹងយើងមើលអូមកស្មើគ្នាអត់អូនេះ4បូកអូនេះមួយទៀត5ចំណែកអូនេះអូនៅក្នុងរូបមន្តទឹកនេះអូមាន2បូកនឹងអូនៅក្នុងអ៊ីយ៉ុងនីត្រាតនេះ3 5អញ្ចឹងស្មើគ្នាស្មើទាំងហាសស្មើទាំងអូអញ្ចឹងយើងមើលបន្ទុកខាងឆ្វេងគឺមានចំនួនបន្ទុកដក1ចំណែកខាងស្ដាំគឺដក4អញ្ចឹងខាងឆ្វេងធំជាងអញ្ចឹងដើម្បីស្មើគ្នាយើងត្រូវដាក់3អេឡិចត្រូនដាក់3មកគឺ3ដកបូកនឹងដក1នេះគឺ4ដក4ដកស្មើកន្លែងនេះគឺ4ដកចឹងអរគុណច្រើនបងប្អូនដែលបានតាមដានហើយឧស្សាហ៍រៀនសូត្រជួបគ្នានៅក្នុងមេរៀនក្រោយ